ការងារពេលព្រឹកនៅស្រុកស្រែរបស់ខ្ញុំមានតែប៉ុណ្ណេះឯងនេះគ្រាន់តែចាននៅក្នុងផ្ទះតែ3នាក់ទេពុកខ្ញុំហើយនឹងម៉ែខ្ញុំប៉ុន្តែល្ងាចមិញក្មួយក៏ហូបជាមួយដែរក៏ចានលកចានម្នាក់មួយម្នាក់ពីរទេប៉ុន្តែសរុបចុះសរុបឡើងនៅខ្វាញ់រាវនឹងឯងតែទូនាទីមានតែប៉ុណ្ណេះឯងព្រឹកឡើងមិនមានចំណូលអីទេមានតែចំណាយទិញនេះទិញនោះហូបតែហើយក៏ចានក៏ទៅក៏លាងឆ្នាំងលាងចានទុកដាក់ឲ្យស្រួលបួលទៅចាំរៀបចំដាំបាយមានព្រឹកឡើងរវល់តែប៉ុណ្្នឹងឯងនៅស្រុកស្រែថ្ងៃខ្លះខ្ញុំឧស្សាហ៍ក៏លាងពេលយប់ទៅថ្ងៃខ្លះមនុស្សឧស្សាហ៍ក៏ត្រាំមកយប់ទៅទុកចាំព្រឹកចាំលាងតែវាមានថ្ងៃកាត់ថ្ងៃកោដែរខ្ញុំដោយសារជាថ្ងៃដែលខ្ជិលព្រៃខ្ញុំអត់នៅទេក៏ទៅអូស្ត្រាលីបាត់ពីម្សិលមិញដូច្នេះហើយក៏គាត់មិនបាននៅអង្គុយឆ្ងល់ពីមុនគាត់នៅនេះគាត់អង្គុយឆ្ងល់គាត់ឆ្ងល់ថាជិះល្មិចក៏តក់មានឬក៏កន្លែងខ្ពស់មានមិនដាក់លាងចានតែគេចូលចិត្តអង្គុយលាងគាត់ឆ្ងល់ពួកខ្ញុំអញ្ចឹងដែរការពិតវាជាទម្លាប់របស់ពួកខ្ញុំអង្គុយធ្វើកញ្ចេះឯងទុកដាក់ចប់សពគ្រប់ហើយក៏ដល់ម៉ោងត្រូវបញ្ចុកបាយពុកខ្ញុំពេលខ្លះក៏គាត់ហូបបាយបានខ្លួនឯងពេលខ្លះក៏អត់តែជាទូទៅគឺអត់ភាកច្រើនណាគឺអត់ទេត្រូវរៀបចំបញ្ចុកគឺបងអូនស្រីខ្ញុំឡឆ្អិនទៅខ្ញុំក៏រៀបចំបញ្ចុកបាច់ត្រីព្រោះឲ្យត្រីមានឆ្អឹងចាហើយក៏បានមកពេលរួចមកព្រឹកចឹងទៅត្រៀមខ្លួនចេញក្រៅបន្តិចដែរមកអ្នកទាំងអស់គ្នាហូបបាយជាមួយនឹងពួកខ្ញុំពេលព្រឹកនេះមានត្រីងៀតពីយប់មិញហើយនឹងសាឡនបន្តិចទៅហើយនឹងពងមានមួយរួចមកពេលអរគុណច្រើនសូមជម្រាបលា